ចំពោះខ្ញុំក៏មានគោលដៅដែរយើងប្រកាសជាដឹងឲ្យថាមនុស្សម្នាក់តែងតែមានគោលដៅខុសៗគ្នាអ្នកខ្លះគាត់មានគោលដៅចង់ធ្វើជាពេទ្យគ្រូបង្រៀនមេធាវីហើយអ្នកខ្លះទៀតគាត់មានគោលដៅថាគាត់នឹងរៀនចប់នឹងអនាគតដើម្បីជួយគ្រួសារគាត់និងសង្គមជាតិទាំងមូលជំរាបសួរខ្ញុំឈ្មោះភឿនសៅភ័ណ្ឌថ្ងៃនេះខ្ញុំបានលើកយកនៅប្រធានបទមួយគឺធម៌ពលនៃគោលដៅតើអ្វីទៅជាធម៌ពលនៃគោលដៅខ្ញុំប្រកាសជាដឹងហើយថាអ្នកទាំងអស់គ្នាមាននិយមន័យពីធម៌ពលនៃគោលដៅផ្សេងៗគ្នាប៉ុន្តែសម្រាប់ខ្ញុំធម៌ពលនៃគោលដៅគឺជាគោលដៅដែលវាផ្ដល់ទិសដៅនិងផ្ដល់នូវអារម្មណ៍នៃការគ្រប់គ្រងលើជីវិតរបស់អ្នកទាំងអស់គ្នាហើយវាក៏ផ្ដល់នូវការយល់ដឹងពីតម្លៃនិងអត្ថិភាពរបស់អ្នកទាំងអស់គ្នាដូចគ្នាថ្ងៃនេះខ្ញុំបានលើកយកនៅពីចំណុចធំចំណុចទី1គឺគ្មានគោលដៅចំណុចទី2មានគោលដៅចំណុចទី1គ្មានគោលដៅមិនថាខ្ញុំមិនថាអ្នកទាំងអស់គ្នាទេបើយើងអត់មានគោលដៅទេជីវិតយើងអត់មានន័យទេហើយវាប្រៀបបានដូចជាស្លឹកឈើអញ្ចឹងដែលត្រូវខ្យល់បក់ឬតាមខ្យល់គ្រប់ពេលហើយវាអត់មានទិសដៅច្បាស់លាស់ទេពេលដែលជីវិតយើងប្រៀបបានដូចជាស្លឹកឈើអញ្ចឹងហើយទោះមានអាកាសយ៉ាងណាក៏ដោយវាមកចិត្តខ្លួនយើងខ្លាំងបំផុតហ្មងប៉ុន្តែយើងអត់ចេះចាប់យកវាទេដូចជាខ្ញុំជាដើមខ្ញុំមានអាកាសក្នុងការប្រឡង ISPP ចំនួន2ដងប៉ុន្តែខ្ញុំអត់ចេះចាប់យកវាទេខ្ញុំធ្វើឲ្យអាកាសទាំងអស់ហ្នឹងវារបូតចេញពីដៃខ្ញុំយើងត្រូវចាំថាមនុស្សដែលមានគោលដៅធ្វើអ្វីចាំបាច់តែគេប្រាប់ចាំបាច់តែគេបញ្ជាថាហែងទៅឆ្វេងហែងទៅស្ដាំមើលទោះគាត់ជួបឧបសគ្គមិនក៏ដោយក៏គាត់អត់ចេះឆ្លងកាត់ដោយខ្លួនឯងដែរចំណុចទី2មានគោលដៅនៅពេលមួយហ្នឹងមានលោកគ្រូម្នាក់ក៏សួរខ្ញុំថាសៅភ័ណ្ឌធំឡើងឯងចង់ធ្វើអីគេពេលហ្នឹងឯងដែលខ្ញុំដឹងថាខ្ញុំអត់ទាន់មានគោលដៅក្នុងជីវិតទេចឹងឯងខ្ញុំអង្គុយគិតថាធំឡើងខ្ញុំចង់ធ្វើអីបើធំឡើងខ្ញុំអត់បើឥឡូវនេះខ្ញុំអត់ទាន់ដឹងថាខ្ញុំចង់ធ្វើអីហ្នឹងខ្ញុំអង្គុយគិតវាអស់រយៈពេលយ៉ាងយូរតែខ្ញុំដឹងថាខ្ញុំស្រឡាញ់អីខ្ញុំចូលចិត្តអីហើយខ្ញុំចង់ធ្វើអីគោលដៅដែលខ្ញុំចង់ធ្វើនៅពេលធំឡើងហ្នឹងគឺគ្រូពេទ្យហើយនៅពេលដែលខ្ញុំមានគោលដៅជីវិតខ្ញុំផ្លាស់ប្ដូរទាំងស្រុងហ្មងហើយជីវិតខ្ញុំប្រៀបបានដូចជាមានពលឺមួយចឹងដែលវាជះមកឲ្យមានដូចជាមានពលឺមួយដែលចេះឲ្យយើងមានផ្លូវដើរតទៅមុខទៀតហើយខ្ញុំពេលដែលមានគោលដៅខ្ញុំអាចហ៊ានបានលេខល្អហើយដូចឥឡូវហ្នឹងចឹងអ្នកទាំងអស់គ្នាប្រកាសជាឃើញខ្ញុំនៅលើឆាកមួយហ្នឹងឯងត្រូវអត់នេះហើយគឺជាលទ្ធផលដែលខ្ញុំខំប្រឹងហើយខ្ញុំបើសិនបើមានឱកាសនឹងមានការងារអីផ្សេងខ្ញុំនឹងខំប្រឹងចាប់យកវាដើម្បីឲ្យជីវិតខ្ញុំស្គាល់អ្វីដែលថ្មីអ្វីដែលប្លែកហើយក៏វាអាចជួយដល់គ្រួសារខ្ញុំបានដែរអញ្ចឹងសរុបមកវិញបើសិនជាយើងគ្មានគោលដៅទេជីវិតយើងអត់មានតម្លៃទេសម្រាប់ខ្លួនឯងសម្រាប់សង្គមនិងគ្រួសារទាំងមូលប៉ុន្តែបើយើងមានគោលដៅជីវិតយើងមានតម្លៃហើយមានសារៈសំខាន់មែនតើចំពោះសង្គមខ្លួនឯងនិងប្រទេសជាតិទាំងមូលហើយគេឲ្យតម្លៃខ្លាំងមែនតើជាចុងក្រោយខ្ញុំមានសារផ្ដាំផ្ញើដល់អ្នកទាំងអស់គ្នាមួយមានគោលដៅជីវិតអ្នកមិនរង្គោះរង្គើដរាបណាអ្នកមិនបោះបង់អ្នកនឹងសម្រេចវាបាននៅថ្ងៃណាមួយ